សេចក្តីប្រកាសព័ត៌មានកិច្ចប្រជុំពិសេសគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក JBC កម្ពុជាថៃខេត្តចន្ទបុរីព្រះរាជាណាចក្រថៃនៅថ្ងៃទី21 22 ខែតុលាឆ្នាំ2025កិច្ចប្រជុំពិសេសគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក JBC កម្ពុជាថៃបានធ្វើឡើងនៅខេត្តចន្ទបុរីថ្ងៃទី21 22 ខែតុលាឆ្នាំ2025គណៈប្រតិភូកម្ពុជាដឹកនាំដោយឯកឧត្តមឡាំជារដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែននៃព្រះរាជាណាចក្រកម្ពុជានិងជាសហប្រធានគណៈកម្មការចម្រុះព្រំដែនខណ្ឌសីមាព្រំដែនគោក JBC កម្ពុជាថៃភាគីកម្ពុជាគណៈប្រតិភូដឹកនាំដោយឯកឧត្តមប្រសាវិនិច្ឆ័យទីប្រឹក្សាក្រសួងការបរទេសនៃព្រះរាជាណាចក្រថៃនិងជាសហប្រធានគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក JBC ថៃកម្ពុជាភាគីថៃពីកិច្ចប្រជុំធ្វើឡើងនៅក្នុងបរិយាកាសមិត្តភាពនិងស្និទ្ធស្នាល3ភាគីទាំងពីរបានឯកភាពប្រគល់ភារកិច្ចជូនអនុគណៈកម្មការបច្ចេកទេសចម្រុះព្រំដែន JTSC កម្ពុជាថៃដើម្បីសាងសង់ឡើងវិញនៅបង្គោលព្រំដែនចំនួន15តាមគំរូដើមបង្គោលចំនួនបារាំងនៅទីតាំងដែលភាគីទាំងពីរបានឯកភាពគ្នាលើទីតាំងដើម4ភាគីទាំងពីរបានឯកភាពគ្នាសាងសង់ឡើងវិញនៅបង្គោលលិចទឹកចំនួន3នៅទីតាំងដែលភាគីទាំងពីរនឹងឯកភាពគ្នា5ភាគីទាំងពីរបានឯកភាពពន្លឿនការកែសម្រួលបែបបទបច្ចេកទេសឆ្នាំ2003តកតងនឹងការផលិតផែនទីអូតូហ្វូតូចំណុចទី4ជំហានទី2នៃតួឆ្នាំ2003ដោយប្រើប្រាស់បច្ចេកវិទ្យាថ្មីដូចជា Lidar Detection and Ranking ដើម្បីពន្លឿនការងារវាស់វែងនិងខណ្ឌសីមាព្រំដែន6ពាក់ព័ន្ធនឹងករណីចុះវាស់វែងនិងខណ្ឌសីមាព្រំដែននៅលើដីជាក់ស្ដែងក្នុងកំណត់ខ្សែព្រំដែនចន្លោះបង្គោលលេខ42ដល់47នៅក្នុងតំបន់ភូមិជោគជ័យหนองច័ន្ទនិងតំបន់ព្រៃច័ន្ទหนองយ៉ាកែវក៏ភាគីទាំងពីរបានឯកភាពពិនិត្យកែសម្រួលបញ្ចប់បែបបទណែនាំបច្ចេកទេស TI សម្រាប់ការវាស់វែងរួមគ្នានិងបោះបង្គោលបណ្ដោះអាសន្ននៅកំណត់ខ្សែព្រំដែនអត្ថភាពនៅចន្លោះបង្គោលលេខ42ដល់47ខបន្ទាប់ពីបញ្ចប់ការវាស់វែងនិងបោះបង្គោលបណ្ដោះអាសន្នព្រមទាំងទទួលបានការយល់ព្រមពីរដ្ឋាភិបាលរៀងខ្លួនភាគីទាំងពីរបានស្នើយោបល់ពីរដ្ឋាភិបាលរៀងខ្លួនដើម្បីពិនិត្យសម្រាប់លើការបង្កើតយន្តការសមស្របណាមួយសម្រាប់ធ្វើការកែសម្រួលកាន់កាប់និងអាស្រ័យផលរបស់ភាគីទាំងពីរគោលការបោះបង្គោលបណ្ដោះអាសន្នគឺធ្វើឡើងនៅក្នុងគោលបំណងបម្រើឲ្យការវាស់វែងប៉ុណ្ណោះដោយមិនត្រូវប៉ះពាល់ដល់ខ្សែព្រំដែនអន្តរជាតិកម្ពុជាថៃគូភាគីទាំងពីរបានឯកភាពសម្របសម្រួលណែនាំដល់អាជ្ញាធរមូលដ្ឋានរួមទាំងកងកម្លាំងយោធានិងជនស៊ីវិលដើម្បីចូលរួមធានាសុវត្ថិភាពនិងមិនរារាំងដល់ក្រុមវាស់វែងចម្រុះព្រមទាំងត្រូវជៀសវាងរាល់សកម្មភាពបង្កហេតុដែលអាចបង្កើតភាពតានតឹងបន្ថែមទៀតនៅតំបន់នេះហើយត្រូវធានាសុវត្ថិភាពពីក្របមានដោយអនុលោមតាមមាត្រា3នៃ MOU ឆ្នាំ2007ភាគីទាំងពីរបានឯកភាពថាកិច្ចប្រជុំបន្ទាប់របស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក JBC នឹងប្រព្រឹត្តទៅនៅសប្តាហ៍ទី1នៃខែមករាឆ្នាំ2026នៅខេត្តសៀមរាបព្រះរាជាណាចក្រកម្ពុជា